បន្ទប់លេខ13ដែលគេមិនហ៊ានចូលមានសន្តាគារចាស់មួយដែលគេសាងសង់តាំងពីសម័យសង្គ្រាមអគារនោះមាន4ជាន់ហើយគ្រប់ជាន់មានបន្ទប់រៀបជាជួរលើកលែងតែបន្ទប់លេខ13បន្ទប់នេះត្រូវបានចាក់សអស់ជាង10ឆ្នាំមកហើយបុគ្គលិកសន្តាគារមិនដែលនិយាយអំពីវាហើយភ្ញៀវណាដែលសួរតែងតែទទួលបានចម្លើយដូចគ្នាបន្ទប់នោះកំពុងជួសជុលតែការពិតមិនមានការជួសជុលអ្វីទេសុភាជាបុរសវ័យ25ឆ្នាំមកស្នាក់នៅសន្តាគារនេះដោយសារតែការងារយប់នោះបន្ទប់ទាំងអស់ពេញអស់លើកលែងតែបន្ទប់មួយអ្នកទទួលភ្ញៀវមើលមុខសុភាយូរខ្លាំងមុននឹងនិយាយបើមិនចង់ស្នាក់នៅទេខ្ញុំអាចសងប្រាក់វិញសុភាសើចហើយនិយាយថាខ្ញុំមិនជឿរឿងខ្មោចទេបន្ទប់ដែលគេឲ្យគាត់គឺបន្ទប់លេខ13នៅក្នុងបន្ទប់ពេលទ្វារបើកសុភាហាក់ដូចធំក្លិនសំណើមឬធូលីចាស់ប៉ុន្តែអ្វីវិញស្អាតនិងស្ងប់ស្ងាត់ខ្លាំងស្ងប់ស្ងាត់ពេកនៅលើជញ្ជាំងមានកញ្ចក់ធំមួយប៉ុន្តែពេលសុភាមើលកញ្ចក់គាត់មិនឃើញស្រមោលខ្លួនឯងពេញលេញទេម៉ោង12:13អាធ្រាត្រនៅពេលម៉ោងដើរដល់12:13មានសំឡេងគោះទ្វារគោះសុភាបើកទ្វារតែមុខទ្វារមិនមាននរណាទេពេលគាត់បិទទ្វារវិញសំឡេងមួយស្ត្រីលាន់ពីក្រោយគាត់ហេតុអ្វីអ្នកចូលបន្ទប់ខ្ញុំនៅក្នុងកញ្ចក់មានស្ត្រីសក់វែងស្លៀកសម្លៀកបំពាក់ពណ៌ឈរនៅពីក្រោយគាត់តែពេលសុភាបង្វើខ្លួនគ្មាននរណាទេការពិតដ៏គួរឲ្យខ្លាចសុភារត់ចេញពីបន្ទប់យប់នោះហើយព្រឹកថ្ងៃបន្ទាប់គាត់បានដឹងការពិតកាលពី10ឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានសម្លាប់ក្នុងបន្ទប់លេខ13ដោយសារតែការក្បត់ស្នេហ៍ហើយសពនាងត្រូវបានរកឃើញនៅម៉ោង12:13អាធ្រាត្រតាំងពីថ្ងៃនោះនរណាដែលចូលស្នាក់ក្នុងបន្ទប់លេខ13តែងតែសំឡេងឬឃើញរូបស្ត្រីក្នុងកញ្ចក់ថ្ងៃនេះបន្ទប់លេខ13នៅតែចាក់សោមិនមែនព្រោះវាជាបន្ទប់ខូចប៉ុន្តែព្រោះមានអ្នកណាម្នាក់នៅរស់នៅទីនោះ